អ្នកគ្នាមកអូយនៅគេសមមកណូបងអើយខ្ញុំប្រុសសង្ស័យលួចប្រហែលដងហើយរយៈពេលលួចបានដងហើយខ្ញុំទៅមកលើកទី1គេដែរមកស្វាប់មកគេហ្នឹងលើកទី1បាទហើយខែសមត្ថកិច្ចគាត់ចាប់បាននេះចាប់បានទី1វាចុះបើខែសមត្ថកិច្ចគាត់មិនទាន់ចាប់បាននឹងបាយលើកទីបានហើយខ្ញុំដែរបានពេលខ្ញុំដែរធ្វើអញ្ចឹងទេខ្ញុំធ្វើតែការទេអញ្ចឹងនៅខាងណាវិញមកខ្ញុំនៅខេត្តសំត្រែងកូនដឹងមានអីស៊ីទេមករកធ្វើការគេខាងពីមុនមកខ្ញុំជាងដែកខាងយើងដែកហើយមូលហេតុអីបានបងឲ្យមកលួចមួយគេហ្នឹងយើងមកធ្វើការនៅខាងណាខាងដែកនៅខាងណាជាងដែកហ្នឹងខាងអូត្រេសខាងអូត្រេសចាមានប្រហែលអ្នកគ្នាមកទាំងអស់រត់ភ្លេចទេបាទរត់ថោនជិះចូលដូចរត់លំហងបាទខ្ញុំមកតាមគេតែម្ដងហ្នឹងមកជាប់ដោយតាគេដែរហ្នឹងមកពីខេត្តនោះប្រហែលថ្ងៃហីមកធ្វើការនៅហ្នឹងខ្ញុំមកនៅជាងមួយខែរកការងារធ្វើអត់បានជាងខែរកការងារធ្វើអត់បានក៏បាយកណិតទៅជាមួយគេយើងទៅគេនាំមកទេមុនបងជួបគេមកទេបាយធ្វើចឹងហើយអត់មានដិតគុណកូនមកហើយកូននេះអីមុខដល់កូនយុម៉ានទៅមក9ឈ្មោះអីសារ៉ាឈ្មោះសារ៉ាស្រុកណាត់នៅខាងខេត្តស្ទឹងត្រែងសួរម្ដងទៀតបងឯងទាំងអស់គ្នាប្រហែលអ្នកដែរជាង10នាក់ជាងនៅគេសល់ខ្លះអីខ្លះតាំងពីម៉ោងប៉ុន្មានដែលបាយមកលួចហ្នឹងមកយកដែកហ្នឹងខ្ញុំមកតាមគេម៉ោង6មក6ភ្លឺព្រឹកមិនមែនភ្លឺព្រឹកនេះបងប្អូនយើងខាងសមត្ថកិច្ចខាងស្កាត់4គាត់បានចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធជាមួយនឹងខាងអីបានសម្ភារៈបងប្អូនបាទឥឡូវកណ្ដាលពេលខាងសមត្ថកិច្ចគាត់នៅខ្លួនដែលជាបរិសុទ្ធជនសង្ស័យម្នាក់យកទៅខាងស្កាត់ឋានដើម្បីធ្វើការដោះស្រាយឬក៏ធ្វើការបញ្ជូនទៅខាងក្រុងបងប្អូនប្រទេសបាទអត់បងប្អូនយើងនេះជនសង្ស័យម្នាក់ត្រូវបានលួចអីបានហើយក៏បានសមត្ថកិច្ចធ្វើការអន្តរាគមន៍គាត់ខ្លួនបានជនសង្ស័យម្នាក់ពាក់ព័ន្ធជាមួយនឹងលួចអីបានសម្ភារៈដូចជាដែកមួយចំនួនផងដែរបងប្អូនជាបាទហើយទីតាំងនេះគឺខាងស្កាត់4ក្បែរសាលារៀនអូតប៉ាងបាទស្ថិតនៅក្នុងស្កាត់លេខ4ក្រុងនៅខេត្តព្រះសីហនុនៅវេលាម៉ោង3:40នាទីជាងបងប្អូនទៅបាទហើយជនសង្ស័យគឺមានគ្នាចំនួន2នាក់បានរត់ម្នាក់បាត់ហើយឥឡូវខាងសមត្ថកិច្ចគាត់ខ្លួនបានម្នាក់បងប្អូនបាទហើយខ្ញុំបានសួរទៅខាងជនសង្ស័យនេះគឺគាត់មកទាំងពីម៉ោង6ព្រឹកបាញ់បាទថ្ងៃទី6ខែកក្កដាឆ្នាំ2026បងប្អូនប្រិយបាទហើយកណ្ដាប់ពេលនេះខាងសមត្ថកិច្ចជំនាញនៃខាងផ្នែកកំតាន់នៃខាងស្កាត់ហើយក៏ដូចជាខាងក្រុងបងប្អូនបាទគាត់ជនសង្ស័យបានម្នាក់ពាក់ព័ន្ធជាមួយនឹងលួចអីបានសម្ភារៈគាត់ដូចជាដែកមួយចំនួនផងដែរបងប្អូនបាទហើយទីតាំងនេះគឺនៅក្បែរអូសាលារៀនមនុស្សតប៉ាងបងប្អូនប្រិយបាទលាម៉ោង3:40នាទីជាងថ្ងៃទី6ខែកក្កដាឆ្នាំ2026បងប្អូនប្រិយបាទលេខបងប្អូនជាបាទហើយដែកហើយក៏ដូចជាខាងម៉ូតូដឹកអីបានសម្ភារៈបងប្អូនប្រិយបាទដែលម៉ូតូអសង្ឃហើយនឹងក៏ដូចជាដែកមួយចំនួនផងដែរបងប្អូនបាទកាត់តែគ្រឿងហើយ